ហើយការដែលរដ្ឋាភិបាលដែលសម្ដេចតេជោធិបតីអត់ធ្មត់ដូចទឹកអម្រិតប្រៀបបានតែយើងនឹងចេញអីនៅពេលខាងមុខហើយខ្ញុំជឿថាហើយខ្ញុំជឿដែរហើយនឹងមិនបើហើនឯសាក2 ដងហើយសាក2 ដងឲ្យសាកនៅក្នុងរជ្ជកាលបកូនណាសីហមុនីសាកនៅក្នុងសម័យកាលតេជោធិបតីសម្ដេចតេជោមួយឥឡូវមកដល់សម្ដេចតេជោធិបតីសាកទៅសាហាវណាចុងក្រោយយកកប៉ាល់ខំមកតម្លាក់ទង្វើបងឯងនឹងវាអមនុស្សធម៌រកពីអីនិយាយបានចឹងបានវាព្រាត់វាទៅវិញវាហូនីស្រូបអីគេថានយោបាយសម្ដេចតេជោធិបតីអស់លោកមានផ្លាស់រីគុណពីដំបងមកអស់លោកចាប់ដើមរីគុណមិនក៏ទៅជាម៉ែអស់លោករីគុណមើលតាម Facebook ក៏បែបយ៉ាងរឿងអស់គុណរឿងអស់លោករីគុណជារឿងសិទ្ធអស់លោកអញ្ចឹងខ្ញុំបើកវងចកកន្លែងហ្នឹងវិញឯណាទៅដែលថារដ្ឋាភិបាលបំបិតសេរីភាពហាមមិនឲ្យប្រជាជននិយាយប្រជាជននិយាយទៅចេះចោះប៉ុន្តែមើលលើ Facebook ណាអាងក្រៅវាជេរយើងហើយកំពុងឲ្យវាជេរយើងមួយហើយប៉ុន្តែមើលអ្នកខ្លះតើនឹងមិនសេរីភាពទេនៅក្នុងការនេះអញ្ចឹងបញ្ជាក់ខ្ញុំនៅតែការពីអំណាចតាជើងមានសេរីភាពក្នុងការនិយាយហើយបើអត់សេរីភាពក្នុងការនិយាយខ្ញុំបោកនេះទៅបានស្អីនិយាយហើយមិនស្គាល់ចរិតខ្ញុំទេតាំងពីដើមមកខ្ញុំអង្គុយនិយាយទូ22 23 ឆ្នាំហើយខ្ញុំមានដែរស្អីហើយខ្ញុំធ្វើកាសែត30 ឆ្នាំមកតាំងពីអត់ចេះសរសេរមកចេះសេរីភាពមានមកនេះយើងត្រូវទទួលស្គាល់ពីអ្វីដែលយើងខិតខំធ្វើហើយបើខ្ញុំនិយាយថាអត់មានសេរីភាពទេអស់លោកខាងក្រៅមកអស់លោកនៅទៅដល់ក្រៅអស់លោកនៅប្រទេសអាមេរិកបើអស់លោកនៅប្រទេសអាមេរិកអស់លោកដល់ប្រទេសសេរីអស់លោកមិនរីកគុណណាអាហ្នឹងបានជារឿងចម្លែកហេតុអីលោកទៅដល់អាមេរិកហេតុអីទៅលោកដល់អូស្ត្រាលីដល់អឺរ៉ុបលោកមិនរីកគុណរដ្ឋាភិបាលបានតែអាហ្នឹងជារឿងចម្លែកប៉ុន្តែវាអត់អីចម្លែកទេនៅពេលដែលលោករស់នៅប្រទេសលោកខាងលិចប្រទេសនេះអស់លោកនិយាយចុះបើត្រាំគេរិះគន់គេវិជាធិបតេយ្យដែរហើយបើមិនរិះគន់អាហ្នឹងបានជារឿងមួយចម្លែកដូច្នេះខ្ញុំស្ដាប់អស់លោករិះគន់បានខ្ញុំថាហ្នឹងជាសេរីភាពតាពីដើមមកយើងមានចង់មើលស្រុកខ្មែរអស់លោកមានបានណាអស់លោកទៅគេថតថៃផ្ញើអស់លោកមើលទូរទស្សន៍ CNN BBC Reuters អីផ្សេងឥឡូវមានស្អីអស់លោកមានទាំង comment មានអីខ្ញុំអង្គុយស្ដាប់អូខេអានេះយើងមើលអស់លោកស្រែកថាអត់អីមកនិយាយប៉ុន្តែអស់លោកនិយាយអញ្ចឹងអានេះជាប្រជាធិបតេយ្យហើយមានរដ្ឋាភិបាលនៅនេះផ្ដាច់ស្អីរយណាអត់ប៉ុណ្ណឹងខ្ញុំបានអង្គុយមើលហើយបើអស់លោកមិនរីគុណអស់លោកមិនថាខ្ញុំមើលអស់លោកខ្ញុំមានពាក្យណាមកនិយាយថាអស់លោករីគុណអស់លោករីគុណណាខ្ញុំស្ដាប់អូចវិភាគខ្លះទៀតខ្ញុំស្ដាប់ទាំងអស់ខ្ញុំស្ដាប់តិចច្រើនយើងយកមកអញ្ចឹងបាទខ្ញុំមានពាក្យត្រឡប់ទៅវិញថាខ្ញុំអ្នកនៅទីនេះយើងទៅទទួលស្គាល់សមិទ្ធផលខ្លួនឯងពីដើមមកខ្ញុំមានចេះនិយាយអីលើកើនឹងរួញធុងលត់ឆាខ្ញុំលូលត់ឆាតឹងពៅតាប៉ុន្តែហេតុអីបានមកពេលនេះអញ្ចឹងយើងត្រូវទទួលស្គាល់សមិទ្ធផលរបស់ខ្លួនឯងមេដឹកនាំប្រទេសយើងខំបញ្ចប់សង្គ្រាមគ្រប់បែបយ៉ាងទាំងអស់ហើយផ្ដល់មកឲ្យយើងនេះអញ្ចឹងយើងត្រូវតែទូស្គាល់ខ្ញុំនិយាយអាទិត្យមុនហើយអញ្ចឹងក្នុងចំណុចនេះយើងបានឃើញចំណុចខ្ញុំបានបញ្យល់លើមុនអ្នកឯងវាយផ្លែរបៀបនេះគឺដែលខ្ញុំបាននិយាយថាប្រៀបធៀបទៅនឹងអ្វីដែលសម្ដេចបានប្រើ30 ឆ្នាំជិត40 ឆ្នាំទី2អ្នកឯងដឹងហើយប្រជាជនយើងទាំងអស់គ្នាបានស្គាល់តួអង្គសម្ដេចតេជោហ៊ុនសែនសម្ដេចតេជោហ៊ុនសែនលោកមានដែរចេះខ្លាយពីណាបកប្រឆាំងនៅក្នុងស្រុកឬក៏អ្នកឯងមកធ្វើបដិវត្តពណ៌អីមកអុកញ៉ៃញ៉ៃសម្ដេចរំលាយបកចាប់ដាក់គុកអស់នេះខ្ញុំនិយាយភាសានយោបាយចុះខ្ញុំនិយាយភាសាអញ្ចឹងស្រួលស្ដាប់ងើបដាក់ចាប់ដាក់គុកអស់សម្ដេចកាចប៉ុន្តែនៅក្នុងនេះអស់លោកសួរថាសម្ដេចប្រកាន់គោលការណ៍អត់ធ្មត់នឹងយ៉ាងម៉េចនយោបាយគេប្រើតាមកលៈទេសៈនេះការព្យាយាមស្វែងយល់របស់ខ្ញុំឯក្នុងនាមអ្នកកាសែតស្វែងយល់ព្រោះយើងអាចមានស្វែងយល់ទាំងអស់គ្នា
ខ្ញុំលើកឧទាហរណ៍មួយនៅពេលដែលអាមេរិកកាំងវាយយូហ្គោស្លាវីឆ្នាំ1998មានការទម្លាក់បាញ់យន្តហោះពួកស្លូវដាមីឡូសេវិចបាញ់យន្តហោះ B2 របស់អាមេរិកធ្លាក់នៅពេលនោះអាមេរិកកាំងប្រើ F16 ទៅបាញ់មន្ត្រីអ្នកនិពន្ធរបស់កាសែតស៊ីនហួរនិងមន្ត្រីការទូតនៅឯសណ្ឋានទូតប្រទេសចិនដោយសង្ស័យថាស្លូវដាមីឡូសេវិចឬក៏ក្បាលម៉ាស៊ីនតបរបស់គាត់ទៅបញ្ជានៅសណ្ឋានទូតមានការបាញ់ក្រោយពីបាញ់មកប្រជាជនចិននៅលើពិភពលោកតែពួកក៏រស់នៅបានធ្វើបាតកម្មតវ៉ាប៉ុន្តែទូតចិនបាននៅរក្សាស្ងាត់ស្ងៀមអានេះការស្រាវជ្រាវរបស់ខ្ញុំជាមួយនឹងលោកហៅសេរីធននិងអ្នកវិភាគផ្សេងទៀតយើងមើលសម័យទៅនឹងវិញប្រទេសចិនអត់មាត់ទេគាត់ស្ងាត់ស្ងៀមគាត់អត់ធ្មត់ជាទីបំផុតគេហៅថាចិនកំសាកចិនអន់ចិនមិនហ៊ានចិនគ្រប់បែបយ៉ាងពាក្យដំណៀតមកកាន់ប្រទេសចិនតែក្រោយមកយើងបានរកឃើញគេអ្នកវិភាគខ្លះគេបានសរសេរអត្ថបទគេបានសរសេរការអត់ធ្មត់របស់ប្រទេសចិនដូចទឹកអមរិតកត្តា2ទី1ចិនចង់ចូលជាសមាជិកពាណិជ្ជកម្មពិភពលោកនៅឆ្នាំ2000ទី2ចិនចង់បាន MFN GSP ពីអាមេរិកអញ្ចឹងការអត់ធ្មត់របស់ចិនដល់ទីបញ្ចប់លទ្ធផលចិនទទួលបាន2នៅពេលដែលចិនទទួលបាន2រាប់ទៅពី98មកឥឡូវ30ឆ្នាំជាងចិនទៅជាមហាអំណាចខ្ញុំចង់និយាយភាពអត់ធ្មត់ដល់ទីបញ្ចប់របស់ប្រទេសចិនអ្នកដឹកនាំចិនបកកុម្មុយនីសចិនរដ្ឋាភិបាលចិនប្រជាជនចិនប្រទេសចិនទាំងមូលបានអត់ធ្មត់ដល់ទីបញ្ចប់ចិនទទួលបាននៅអត្ថប្រយោជន៍2ហើយដែលធ្វើឲ្យចិនคล้ายទៅជាមហាអំណាចរបស់ពិភពលោក super power របស់អញ្ចឹងវាប្រកិតជាមួយអាមេរិកសូម្បីតែអាមេរិកក្រោយមកក៏សុំទោសចិនដែរពីព្រោះអាមេរិកខ្លាចពេលដែលយន្តហោះហ្នឹងព្រោះអាចថាបានថាអាមេរិកសង្ស័យព្រោះមានការស្រាវជ្រាវរបស់អ្នកគេស្រាវជ្រាវទៅគឺអាមេរិកព្រួយអាចដឹងថាយន្តបំណែកយន្តហោះដែលធ្លាក់ហ្នឹងចិនយកបានអញ្ចឹងអាមេរិកកាំងដឹងតាមរយៈឈីបដឹងថាឈីបសង្ស័យថាបំណែកយន្តហោះនៅទូតចិនអញ្ចឹងនៅទូតចិនជាកន្លែង PZO អញ្ចឹងបានអាមេរិកកាំងបាញ់តែខ្ញុំចង់និយាយថាភាពអត់ធ្មត់ដោយអមរិតរបស់ចិននៅពេលនោះបានប្រែក្លាយប្រទេសចិនទៅជាមហាអំណាចសេដ្ឋកិច្ចមហាអំណាចយោធាមហាអំណាចបច្ចេកវិទ្យាក៏ដូចជាបញ្ជូនមនុស្សទៅក្រៅភពក្រៅពីទឹកដីធំប្រជាជនច្រើនអញ្ចឹងខ្ញុំចង់ប្រៀបធៀបការយល់របស់ខ្ញុំចង់ប្រៀបធៀបការនៅស្ងាត់ស្ងៀមរបស់សម្ដេចតេជោធិបតីព្រោះឥឡូវ2សម្ដេចតេជោប្រធានសភាធំសម្ដេចធិបតីរដ្ឋាភិបាលអញ្ចឹងយើងបូកមកសម្ដេចតេជោធិបតីអញ្ចឹងអត់ទីបញ្ចប់អស់លោកអាចយល់សម្ដេចធិបតីទាហានសម្ដេចតេជោក៏ទាហានហើយយើងមិនដឹងឯសម្ដេចតេជោតាំងពីដើមមកតាផើននិយាយតែនិយាយនាងអ្នកទៅនិយាយគ្នាបានស្រួលដែរនិយាយមិនទៅនិយាយបាក់ចោលចាប់ដាក់គុកបដិញ្ញចេញអាហ្នឹងគឺថាយើងត្រូវនយោបាយណែឯងកំតិចគេធ្វើវិញអញ្ចឹងមានន័យថាម៉េចសម្ដេចតេជោកាចថាបានសម្ដេចតេជោទៅតាមកលៈទេសៈប៉ុន្តែហេតុអីនៅពេលនេះសម្ដេចតេជោស្ងាត់អស់លោកសួរចាសម្ដេចឥឡូវស្ងាត់សម្ដេចទៅស្ងាត់មិនគោខ្លាចចាអញ្ចឹងខ្ញុំបញ្យល់អំពីចិត្តមិញអត់មុតរបស់ចិនដល់ទីបញ្ចប់ចុងក្រោយអាមេរិកសំទោសចុងក្រោយចិនទៅជាមហាអំណាចនៅលើពិភពលោកដែលអ្នកដែលធ្លាប់ក៏តបក៏អើក៏តបធ្លាប់តែវាយចិនរណបចិនធ្លាប់ហើយនិយាយឲ្យជាក់ស្ដែងក្នុងភូមិសាស្ត្រនយោបាយក៏ដូចជាពិភពលោកជប៉ុនធ្លាប់វាយចិននៅម៉ាន់ជូរី1937ប៉ុន្តែថ្ងៃត្រឡប់ជប៉ុនធ្លាប់ជាហ្វាស៊ីសនៅអាស៊ីប៉ុន្តែជប៉ុនថ្ងៃនេះយ៉ាងម៉េចជប៉ុនលុយក៏មិនសូវមានហើយក៏មិនមែនជាជប៉ុនជាអ្នកមានអំណាចទេបើទោះបីខំប្រកួតនៅអាស៊ីខំទប់ជាមួយចិនប៉ុន្តែมันអាចទប់ចិនបានជាភូមិសាស្ត្រនយោបាយ
ចិនមិនអនុញ្ញាតឲ្យជប៉ុនពង្រឹងយោធាឡើងវិញទេអញ្ចឹង fascist នេះខ្ញុំចង់បញ្ជាក់អញ្ចឹងខ្ញុំចង់មានន័យឲ្យសូមឲ្យតាមមើលទាំងអស់គ្នានៃនយោបាយរបស់សម្ដេចតេជោធិបតីសម្ដេចតេជោសម្ដេចធិបតីការអត្ថាធិប្បាយរបស់ខ្ញុំខុសត្រូវសូមអធិស្ឋាននេះជាការមើលឃើញរបស់ខ្ញុំជាអ្នកកាសែតម្នាក់ដែលតាំងពីលក់លតឆាទៅអំពើអត់ដឹងកាសែតមួយងងឥឡូវមកអង្គុយឲ្យខ្ញុំហ៊ាននិយាយភាសានេះចឹងខ្ញុំលើកយកករណីហ្នឹងមិនមែនសម្ដេចរៀនតាមចិនទេមិនមែនចិនឲ្យធ្វើទេប៉ុន្តែខ្ញុំចង់ប្រៀបធៀបព្រោះខ្ញុំឃើញគេសិក្សាស្រាវជ្រាវអំពីបញ្ហាហ្នឹងគេបានបញ្ជាក់ថាចិនសុកចិត្តអោនក្បាលចង់គេថាចិនកំសាក់ចង់គេថាចិនអ្វីក៏ដោយប៉ុន្តែថ្ងៃនេះចិនជាមហាអំណាចពិភពលោកឥឡូវខ្ញុំអញ្ចឹងអស់លោកអាចធ្វើការពិចារណាដែរតើនយោបាយអត់ធ្មត់របស់សម្ដេចតេជោធិបតីយ៉ាងម៉េចហើយលទ្ធផលនឹងចេញទៅយ៉ាងម៉េចពួកខ្ញុំមិនហ៊ានឆ្លើយខ្ញុំមិនថាខ្ញុំតាមមើលដូចគ្នាពួកខ្ញុំជាអ្នកកសែតយកតាមមើលទៅកន្លែងណាដឹងក៏ដឹងមិនដឹងហើយកន្លែងដឹងហើយទៅនិយាយទៅចំណុចទី2រឿងខ្មែរអស់លោកទៅចាក់ឯកសារមើលឡើងវិញតកគេផ្សាយវិបត្តិនយោបាយឆ្នាំ2003ពេលចុងក្រោយបំផុតបកូនណាស្ដេចសពតរាជហឫទ័យក៏យើងនឹងអញ្ជើញមេដឹកនាំទាំងពីរសម្ដេចកុម្ពះនិងសម្ដេចតេជោទៅគាល់ព្រះអង្គនៅបរិយាតំណាក់ទីក្រុងប៉េកាំងអញ្ចឹងយើងមើលអង្គុយសម្ដេចកុម្ពះអាហ្នឹងបងប្អូនខាងហ្វុនមើលឃើញអីខ្ញុំស្រឡាញ់មេដឹកនាំទាំងពីរហេតុអីពួកខ្ញុំអ្នកកាសែតសួរបានអញ្ចឹងព្រះអង្គសម្ដេចកុម្ពះលោកជាស្ដេចលោកគង់បើជើងមកចេះលោកគង់ជួយសម្ដេចជួយដែរអញ្ចឹងលោកគង់ស្ដេចលោកគង់អញ្ចឹងសម្ដេចនាយកលុតជង្គង់ក្នុងនាមយើងជារូបព្រះអង្គជាស្ដេចក្រងរាជស្ដេចផែនដីហើយជាប្រមុខរដ្ឋអញ្ចឹងសម្ដេចតេជោលោកលុតជង្គង់អោនថ្វាយឯកសារសម្ដេចអោនមានន័យថានយោបាយទុនខ្លួនរបស់លោកនាយករដ្ឋមន្ត្រីឥឡូវបានដល់គោលនាយករដ្ឋមន្ត្រីលោកប្រធានប្រធានបកទៀតបកប្រចាំរៀងទៅធ្វើឲ្យញ៉ៃបៃប៉ងខោលើអានេះខ្ញុំចង់នេះការអោនលំទោនដល់ទីបញ្ចប់ពេលវេលាគឺមានសេចក្តីសុខឈ្នះមានសត្រូវទាំងអស់ខ្ញុំនិយាយពីចំណុចឲ្យយើងចាំហើយទៅចាក់មើលទូណាពេលវិបត្តិនយោបាយចុងក្រោយគាត់បកូនណាបានបកូនណាចេញមកវិញថាកូនចៅអានេះខ្ញុំចាំច្បាស់ពេលនោះលោកឧបហៅដំងទៅថ្វាយបង្គំសម្ដេចតានៅដំណាក់ច័ន្ទខេមរិនលោកថា2ក៏បាន3ក៏បានដល់ទៅពេលទៅដល់ពូចតុងខេមរានេះសុកពៅនេះមិត្តភក្តិខ្ញុំធ្វើនៅ VA ជាមួយគឹមសេងថ្ងៃផ្សាយយើងមើលក្រាបបង្គំទូលថ្វាយបរិជាលោកថាកូនចៅ2ក៏បាន3ក៏បានអញ្ចឹងសម្ដេចនាយកលោកថាម៉េចអា3នេះកប់នៅពូចតុងអាមួយទៅធ្វើបកចាំងឥឡូវក៏បត់ជាតិអញ្ចឹង2រដ្ឋាភិបាលអញ្ចឹងយើងចង់និយាយថាការអត់ធ្មត់ការអោនលំទោនដល់ទីបញ្ចប់អ្នកនងឲ្យជាស្ដេចចង់និយាយមានអំណាចគ្រប់គ្រងប្រទេសអញ្ចឹងក្នុងករណីនេះយើងបានឃើញការអោនលំទោនថ្វាយបង្គំរបស់សម្ដេចទៅពេលនោះលោកដឹកនាំប្រទេសរកសន្តិភាពអភិវឌ្ឍដឹកនាំប្រទេសចូល BRI ដល់ឥឡូវនេះយើងមើលករណីចិនហើយយើងមកមើលសម្ដេចតេជោធិបតីអញ្ចឹងអស់លោកអញមើលអាចទៅអនាគតទៅមើលឃើញតើអនាគតកម្ពុជាមេដឹកនាំទាំងពីរនឹងដឹកនាំយើងទៅណាហើយនឹងវិបត្តិនេះយើងដោះយ៉ាងម៉េចយើងនឹងបានជាកំណត់ហេតុឬក៏បានជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ឲ្យខ្មែរចំនួនក្រោយរៀនហើយត្រូវតែសេឲ្យច្បាស់កន្លែងហ្នឹងពួកយើងចម្បាំងមួយសៀមធ្វើចម្បាំងសៀងវាយសៀមវាយជើងរហូតខ្ញុំបញ្ជាក់ហ្នឹងណាបើនិយាយពីស្ដេចវិញស្ដេចរាមាទី10ហ្នឹងស្ដេចអន់នេះខ្ញុំហ៊ាននិយាយអញ្ចឹងហេតុអីបានស្ដេចអន់អ្នកឯងវាយស្ដេចខ្ញុំនៅចាក់តមុខអត់បើដោយសារទិសមេតបរបស់ខ្ញុំអញ្ចឹងតបដែលឯងមកកប់ខ្មោចងាប់នៅទោដែនទោះបីជាដីខ្ញុំសល់181,000ដីយើងខ្ញុំដីកម្ពុជាមិនដីខ្ញុំមានតិច181,000កម្ពុជាអត់បាត់អ្នកឯងវាយយើងមកដល់ឧដុង្គអ្នកឯងធ្វើ
ដល់លង្វែងណែព្រោះធ្វើជាទីប្រឹក្សារបស់បរិជារបស់យើងនៅវាំងឧដុង្គប៉ុន្តែម៉ោងនេះខ្មោចអ្នកឯងងាប់នៅអញ្ជិយដែរនោះអញ្ចឹងដែលអ្នកឯងថាយ៉ាងម៉េចឥឡូវវាមានបញ្ហានឹងគ្នាខ្ញុំនិយាយស្ដាច់អ្នកឯងអន់នេះខ្ញុំនិយាយអញ្ចឹងតែរឿងដល់ប្រទេសហើយបើអ្នកឯងវាយប្រទេសខ្ញុំអីខ្ញុំហ្នឹងប្រព័ន្ធឃោសនាខ្ញុំក៏ទៅជេរកម្ពុជារាល់ថ្ងៃរឿងអីខ្ញុំទៅខ្លាចបចោអ្នកឯងវិញអីអាខៅសោតអា donation ណាស្អីណៃវាយខ្ញុំវាយវិញប៉ុន្តែកំភ្លើងអាហ្នឹងរដ្ឋាភិបាលបានធ្វើជោគជ័យតែប្រព័ន្ធឃោសនាអ្នកឯងនៅវាយខ្ញុំក៏ដាក់អ្នកឯងវិញដែរបើអ្នកឯងជេរមេដឹកនាំខ្ញុំក៏បចោមេដឹកនាំអ្នកឯងវិញដែរណាអញ្ចឹងខ្ញុំថាស្ដេចរាមាទី10នឹងអន់វាយកម្ពុជាមិនបែកអញ្ចឹងមានន័យថាម៉េចបកូនណាទ្រង់បរិយទស្សពករាជធម៌ព្រះអង្គទ្រង់យានមួយអញ្ចឹងប្រទានងារជាសម្ដេចអគ្គមហាសេនាបតីចូលដល់មកថែមសម្ដេចធិបតីទៀតនៅទៅហើយបើសិនជាមេតបទាំងពីរទាំងអន់មួយបកនយោបាយមួយអតីតពលិដែលវាមានផែនការថាវាយភ្នំពេញវាយយកភ្នំពេញមិនមួយអាទិត្យឥឡូវឯងមិនប្រកាច់មកវាយទៅអាមេបកចង្រៃនៅថៃហ្នឹងឥឡូវឯងចូលមកអញ្ចឹងភាពអត់ធ្មត់របស់មេដឹកនាំកម្ពុជាបើយើងវិភាគបើយើងមើលទៅតាមទំនោរអ្វីដែលគេស្អប់លោកយើងមើលទៅថាយើងតក់សតអត់ចង់ច្បាស់អត់អីទាំងអស់ហើយបើអស់លោកចង់និយាយទៅវិញអាចង្រៃអស់ហ្នឹងវាមករោរឿងយើងហើយយើងបន្តអត់ធ្មត់អស់លោកថាបើអត់ធ្មត់ទៅនៅព្រំដែនទៅអីមិនឲ្យគេយកប៉ុន្តែឥឡូវនេះយើងអត់ធ្មត់ប៉ុណ្ណឹងហើយយកបានអញ្ចឹងបើសិនជាយើងមើលមកផ្លែតយើងថាយើងនឹងអន់ហើយប៉ុន្តែឯងផែនការឯងចុងក្រោយហើយវាយមួយអាទិត្យការនិយាយរបស់អាមេបកចង្រៃថៃរបស់អ្នកឯងមិនមែនជារឿងចៃដន្យទេទោះបីបកឯទូចដែរព្រោះអាបកទូចប្រហែលវាប្រើធ្វើនយោបាយរដ្ឋមន្ត្រីដែរប៉ុន្តែឯងសិតតែមានការរៀបរៀងអីចាត់និយាយបានឯងសេចព្រោះឃើញគេយកឯងបកប្រឆាំងមកចេះទៅគេថាមិនបានការប៉ុន្តែយើងយកមកវិភាគឥឡូវឯងវាយបែកដល់ពេញឯងវាយចូលដល់លួងចាក់ទៅមុខឯងវាយអត់បែកទេណាអញ្ចឹងស្ដេចខ្លាំងឲ្យខ្សោយប្រជាជនច្រើនអ្នកឯងមាននិយាយចំថាប្រៀបដូចថាអ្នកឯងមានហ្មងណាយើងចង់ពីសម័យអង្គរមួយយើងអត់យើងសង់សម័យអង្គរប៉ុន្តែចុងក្រោយយើងសង់ខ្ទមនៅក្បែរអង្គរប៉ុន្តែឥឡូវអត់មានខ្ទមនៅក្បែរអង្គរទេវាមានតែភ្ញៀវទេសចរទៅអង្គរហើយសមិទ្ធផលផ្សេងៗកំពុងតែដុះរីករាលដាលនៅលើផ្ទៃដី 181,035 គីឡូម៉ែត្រក្រេបើមេដឹកនាំខ្ញុំអន់បើស្ដេចខ្ញុំអន់ណែវាយបីចាក់ទៅមុខហើយណាណែឯងប្រើមេតបមកអីអាផាត់ឃ្លាំងអីមកតែឥឡូវមានអាផាត់ឃ្លាំងដល់ពេញអត់មានទេអញ្ចឹងកន្លែងនេះយើងត្រូវទទួលស្គាល់នៃនយោបាយឯកភាពជាតិតាំងពីព្រះបរមរាជាវាំងចតុមុខតាំងពីសភាធំសភាតូចដល់គណៈរដ្ឋមន្ត្រីយើងត្រូវមានមោទនភាពថាយើងក្រគេមើងងាយយើងសិតតែកភ្លើងអេតចាយប៉ុណ្ណឹងតែគេវាយអត់បែកហើយសង្គ្រាមវាមានស្លាប់មានរស់ស្លាប់តិចស្លាប់ច្រើនគិតមើលសង្គ្រាមប៉ុណ្ណឹងអ្នកឯងបាញ់ផ្លោះមកលើយើងសម្បើមវាសំតែទាហានយើងស្លាប់ច្រើនប៉ុន្តែទាហានយើងប៉ុណ្ណឹងហើយអ្នកឯងវិញយ៉ាងម៉េចអញ្ចឹងសូមឲ្យជនរួមជាតិមើលកន្លែងហ្នឹងព្រោះខ្ញុំបានស្ដាប់សូរផ្សេងស្ដាប់មកវាដូចជាសម្ដេចដែលចូលធិបតីហ្នឹងមិនមែនមេដឹកនាំដូចសម្ដេចដែលចូលធិបតីហ្នឹងអន់សម្បើមតែឥឡូវខ្ញុំនិយាយមិនក៏មិនយកអាចំណុចអស់ហ្នឹងនិយាយមានរកក្រោះដល់ប្រព័ន្ធហ្នឹងបើកឯចូលទៀតសម្ដេចថាបើកឯចូលប៉ោយប៉ែតទៅឯអត់ហ៊ានចូលទេបើឯគាត់មកវាយព្រោះបាត់ដបងអ្នកឯងឲ្យជប៉ុនមកគៀបបារាំងយកទៅវិញទៅរៀមឥឡូវនេះអ្នកឯងយកបានអត់ហើយយើងដឹងថាក្នុងកិច្ចព្រមនេះជប៉ុនបានខំប្រឹងព្រោះជប៉ុនដើម្បីរក្សាកិត្តិយសព្រោះខ្លួនបាត់អត់មានអំណាចជាសមាជិកអចិន្ត្រៃយ៍ទេខ្លួនត្រូវការប្រកួតប្រជែងរកស៊ីជាមួយចិនជប៉ុនបានដើរតួនាទីខំជួយសម្របសម្រួលប៉ុន្តែជប៉ុនអត់មានអំណាចទេកុំភ្លេចថាស្លឹកវានៅលើចិន
ខ្ញុំនិយាយពីក្រៅពីកិច្ចក្រៅពីការប្រឹងប្រែងរបស់កម្ពុជាផ្នែកខាងក្រៅចិនពិតជាមិត្តរបស់កម្ពុជាសូមជនជាតិខ្មែរប្រជាជនខ្មែរយល់ឲ្យច្បាស់កន្លែងនេះប្រទេសចិនបានជួយយើងសម្បំណាស់ហើយខ្ញុំតាមពិតខ្ញុំចង់និយាយកងឲ្យ3 4អាទិត្យប៉ុន្តែតែនិយាយឲ្យខ្លះឲ្យយល់ហ្មងណាអញ្ចឹងកន្លែងនេះអស់លោកតារៀននៅអឺរ៉ុបអស់លោកតារៀននៅអាមេរិកប៉ុន្តែមិនមែនប្រទេសអស់លោកមកវិញអស់លោកយកកម្ពុជាទៅចេះទេត្រូវមើលភូមិសាស្ត្រនយោបាយមេដឹកនាំខ្មែរណាមេដឹកនាំយើងបកគោណារបស់យើងព្រះអង្គជាស្ដេចព្រះអង្គដើរតាមប្របីដារបស់លោកព្រះអង្គត្រូវការចិនព្រះអង្គនៅជាមួយចិនម៉ោងនេះព្រះអង្គគង់នៅពេលខាងជាមួយនឹងសម្ដេចយាយរបស់យើងអញ្ចឹងយើងមើលអាហ្នឹងត្រូវឲ្យច្បាស់ពីដើមទីអាហ្នឹងបន្តមកទៀតសម្ដេចតេជោយើងកំពុងមោទនាភាពពលានជនហោះ1 2សៀមរាបពេញផ្លូវស្អីផ្សេងទៀតកន្លែងនេះมันអាចបំភ្លេចបានទេសម្ដេចតេជោហ៊ុនសែនយើងតតែថាយើងកុំប្រៀបធៀបប្រទេសយើងទៅប្រទេសដទៃយើងថាយើងអត់កើតដល់លោកថាចពាក់លុយគេចពាក់អីចពាក់ចិនច្រើនជាងហ្នឹង$5,000 លានទៀត$10,000 លានតែក៏អត់បញ្ហាមិនអាចចិនលើកប្រទេសយើងទៅបានហើយក៏គ្មានអន្តៈបំណុលចិនដែរព្រោះលុយដែលធ្វើអស់នេះវាខុសពីសេរីលង្កាមិនមែនសម្ដេចតេជោធិបតីមកយកលុយប្រហើយសង់ផ្ទះឬក៏ប្រហើយធ្វើអីចក្រានបាយណាជុំកន្លងទៅក្រែងបើកឲ្យប្រើប្រាស់ស្ពានសាកល្បងស្ពានកញ្ចេះកំពុងធំហើយពលាយន្តហោះជានឹងពលាយន្តហោះរបស់ពីណារបស់សម្ដេចពលាយន្តហោះរបស់ជាតិអត់នឹងជាជាតិប៉ុន្តែយើងដាក់ថាសម្ដេចតេជោយើងទៅគោរពដឹងគុណលោកព្រោះលោកជាអ្នកតាមប្រទេសឲ្យយើងហើយយើងសម័យវិញមើលបើអត់មានឬក៏ណែធ្វើបដិវត្តពណ៌12ឆ្នាំ2012តើម៉ោងនេះកម្ពុជាកំពុងស្អី3គ្នាឯងពេញហ្នឹងមិនធម្មតាទេកុំនិយាយសើចអញ្ចឹងខ្ញុំនិយាយឡើងថាអញ្ចឹងយើងអាចយល់ថានយោបាយត្រជាក់ខ្ញុំប្រើថានយោបាយអម្រិតរបស់សម្ដេចទាំងពីរអញ្ចឹងមើលយូហ្គោស្លាវីវិញចិនចុងក្រោយអាមេរិកក៏សុំទោសចិនហើយតើចិនយ៉ាងម៉េចហ្នឹងណាប្រជាជនគេធ្វើបាតកម្មប៉ុន្តែបកកុម្មុយនីសរបស់ចិនរដ្ឋាភិបាលរបស់ចិនអត់ធ្មត់ដល់ទីបញ្ចប់ថ្ងៃនេះចិនបញ្ជូនមនុស្សចេញពីពិភពចិនខ្លាំងរហូតដល់ជប៉ុនភ័យនៅអាស៊ីរឿងសោកខ្មែរយើងឃើញទាំងអស់គ្នាមិនមែនខ្ញុំចេះថាជប៉ុនខំណាស់ពួកខ្លាចហើយនាយករដ្ឋមន្ត្រីថៃថ្មីឡើងមកអនុទាននិងប្រជាជនថៃអត់បើកខ្ញុំដែនមួយខ្មែរឡើងវិញទោះបីមានណាសម្របមួយសូមបញ្ជាក់ណាអ្នកឯងនិយាយយកពេលជាមួយប្រទេសអ្នកឯងជប៉ុនក្រែងអ្នកឯងធ្លាប់ប្រាប់ជប៉ុនឲ្យលុបសិទ្ធិសញ្ញាបារាំងសៀមហើយមានសិទ្ធិសញ្ញាតូក្យូជប៉ុន41យកដីទៅវិញហេតុអីបាននេះឯងថាប្រទេសជប៉ុន6000រោងចក្រជាងនៅស្រុកនេះឯងឥឡូវជប៉ុនកំពុងតែត្រូវបានថៃវាយអញ្ចឹងជប៉ុនមើលហើយជប៉ុនអត់មានប្របាក់និយាយជាមួយកម្ពុជាទេហើយក៏យើងអរគុណជប៉ុនដែរហើយក៏ជប៉ុនក៏ដឹងខ្លួនដែរប្រវត្តិសាស្ត្រគ្រាន់តែពេលវេលារៀនប្រវត្តិសាស្ត្រនៅក្នុងសាលាអ្នកណាមិនដឹងថាជប៉ុនកាត់ដីខ្មែរទៅឲ្យសៀមបានជាដល់ថ្ងៃស្ដេចរាមាទី10នៅវាយយើងដោយសារប្រវត្តិសាស្ត្រគេគូសផែនទីតឯងហើយផែនទីដែលថៃគូសហ្នឹងអាមួយលើ 5,000 ហ្នឹងហើយមិនបានប្រកាសជាផ្លូវការទេផែនទីនេះផែនទីប្រើក្រៅផ្លូវការសម្រាប់បងតបទេរឿងប្រើផ្លូវការសួរកូនចៅថៃមកដែលស្គាល់ផែនទីហ្នឹងនេះហើយយើងមានផែនទីដាក់ឲ្យមើលទៀតចាក់ឲ្យមើលទៀតពួកអាបកាយឈួតទៅវាទៅអផែនទីពីផ្សារណាមកយកមកដាក់ហើយយើងគិតមើលកន្លែងហ្នឹងមួយលើ5ថាតើអស់លោកដែរឃើញអាផែនទីអាចង្រៃហ្នឹងទេវាគូសសម្រាប់យោធាព្រោះសម័យសង្គ្រាមត្រជាក់អូតាប៉ាវជាកន្លែងដែលថៃផ្ដល់ឲ្យអាមេរិកកម្មប្រើប្រាស់យន្តហោះទម្លាក់ក្របបែក B52 ដែលហោះមកទម្លាក់នៅអតីតឥណ្ឌូចិនក្នុងនោះមានប្រទេសកម្ពុជាគ្រាប់យកមិនទាន់អស់ផងអាហ្នឹងប្រវត្តិសាស្ត្រយើងត្រូវតែហ៊ាននិយាយអញ្ចឹងអស់លោកវ័យបហាមកកម្ពុជាវាដូចជាអន់ពេក
ឥឡូវខ្ញុំបញ្យល់ខ្ញុំសូមឲ្យជនរួមជាតិមិនឲ្យជឿខ្ញុំទេប៉ុន្តែស្ដាប់ហើយយកទៅពិចារណាទៅស្រាវជ្រាវខ្លួនឯងព្រោះខ្ញុំអង្គុយនឹងខ្ញុំទៅធ្វើខ្ញុំទៅស្រែមែនតែជ្រៀតពេលតម្រាខ្ញុំចេះតែមើលឲ្យខ្ញុំជួបជុំជាមួយរៀមច្បល់ទៅសិក្សាស្រាវជ្រាវទៅឃើញអញ្ចឹងហើយយកមកចែករំលែកអញ្ចឹងមិនឲ្យជឿទេឲ្យស្រាវជ្រាវបន្តឥឡូវយូហ្គោស្លាវីទាំងអស់គ្នាណាមិនដឹងជំនាន់ Clinton វាថតជាកុនវីដេអូ Hollywood ទៀតផងមែនអញ្ចឹងភាពអត់ធ្មត់របស់ចិននៅពេលនោះយើងអាចឃើញនយោបាយរបស់សម្ដេចភាពអត់ធ្មត់របស់សម្ដេចប៉ុន្តែមិនមែនសម្ដេចកូពីពីចិនទេព្រោះសម្ដេចបានធ្វើមករួចទៅហើយខ្ញុំមិននិយាយពីដើមមកខ្ញុំធ្វើតែព្រឹត្តិការណ៍2003ចឹងការអត់ធ្មត់ហើយជីអញមិនក៏ដោយប៉ុន្តែអំណាចលើអញមូលដោយនំកូនអញ្ចឹងដូចគ្នាអញ្ចឹងគួរក្បាលថៃ70លានច្រើនឆ្លាតហើយប៉ុន្តែមិនប្រកបទេពីព្រោះមានហ្សែនសម្ដេចដែលជួហ៊ុនសែនជាឈាមជាខ្មែរហើយកាលណានិយាយខ្មែរពូជចក្រភពបើទោះជា3អយុធយាខំមកបំផ្លាញអ្នកឯងខំមកវាយយ៉ាងណាដែរប៉ុន្តែខ្មែរនៅសល់ប្រព័ន្ធហ្នឹងណាដោយសារយើងមានមេដឹកនាំនេះជាចំណុចពិសេសមួយហើយត្រង់ថាទៅមុខមកទៀតយើងតាមមើលទាំងអស់គ្នាអញ្ចឹងខ្ញុំយកឧទាហរណ៍មួយចាក់ស្ដែងដើម្បីប្រៀបធៀបទៅនយោបាយរបស់សម្ដេចណាហើយយើងជួលបានអញ្ចឹងថៃអត់បានបំភ្លេចប្រវត្តិសាស្ត្រទេព្រោះអ្នកឯងវាយតាមប្រវត្តិសាស្ត្រស្ដេចមកមួយសិតតែវាយទាំងអស់ស្ដេចរាមាទី10នេះបើមិនបានវាយខ្មែរចង្រៃអីហើយវាយមិនឈ្នះទេអស់តែទី10ហ្នឹងហើយណែបីអត់បែកអញ្ចឹងសួរមើល70លាននេះក៏ភ្លើងទំនើបអ៊ីស្រាអែលអាមេរិកមកគ្រប់បែបតលាក់អីគាត់ណែវាយមិនបែកខ្ញុំចង់និយាយកន្លែងនោះព្រោះខ្ញុំស្ដាប់ដូចខាងក្រៅខ្ញុំអង្គុយស្ដាប់អីទៅស្ដាប់មិនអស់យប់ឡើងខ្ញុំស្ដាប់ទៀតអញ្ចឹងបើស្ដាប់គាត់មកវាដូចជាខ្មែរនឹងវាអន់ពេកតែខ្ញុំមិនរីគុណអីអស់លោកទេព្រោះអានឹងសិទ្ធិបញ្ចេញមតិការលើកហេតុផលរៀងខ្លួននេះជាខ្ញុំចង់និយាយអំពីនយោបាយសម្រិតទឹកអមរិតរបស់សម្ដេចតេជោនិយាយអំពីតរឿងទៅដល់ការគម្រាមអញ្ចឹងបើយើងនិយាយអំពីសម្រិតអញ្ចឹងទោះបីទឹកដៅប៉ុណ្ណាក៏ដោយមកប៉ះសម្រិតគឺតែជាចំណុចទី1គេចង់ដាក់លក្ខខណ្ឌចេះលក្ខខណ្ឌចុះហើយអ្នកឯងសឡុតអីស្អីនៅវាលវែងថាបើមិនបានទេតិចរកស៊ីរួមគ្នាអីណាអត់មានទេព្រោះបកគោលេខ1នៅឯជាំសងាមខ្ញុំស្ដាប់បងចឹកមិនឆៃថ្ងៃមុនគាត់ច្រឡំទីតាំងតិចបកគោលេខ1នៅច្រកជាំស្រងាមលងវែងមិននៅ3ទេអញ្ចឹងពីបកគោលេខ1មកដល់កោះកុងគឺបកគោមាន74បកគោមានlạiមួយបកគោស្ទួនអញ្ចឹងមកវាស់មកតាមនេះអត់មានប្រើប្រាស់ខ្សែបែងចែកទឹកទេខ្ញុំក៏រៀនពីគ្រូរបស់ខ្ញុំហើយធ្វើរដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេពីព្រោះរឿងព្រំដែនជារឿងមួយស្មុគស្មាញណាស់ជារឿងបច្ចេកទេសណាស់ខ្ញុំមិននិយាយទេប៉ុន្តែយើងត្រូវយល់ថាវាមានអស់ហើយរឿងអីណែឯងមកនិយាយថាអាហ្នឹងកាស៊ីណូបងអីបើខ្ញុំផែនៅមុខ2គីឡូអាហ្នឹងនិយាយប៉ុណ្ណឹងអញ្ចឹងមកដល់មួយទៀតដែលគេគម្រាមចេះគម្រាមចោះអានឹងវាតាក់ទងនឹងការគម្រាមហើយទៅមុននេះខ្ញុំបញ្យល់បន្តិចចោះលោកអានូទីនឪពុករបស់លោកគឺមកពីស្រុកចិនសំទោសជីតារបស់គាត់នៅពេលដែលស៊ុនយ៉ាសែនមកពីអង់គ្លេសរៀនគាត់ប្ររុំស្ដាច់អញ្ចឹងយើងមើលណាស៊ុនយ៉ាសែនទៅរៀននៅប្រទេសអង់គ្លេសប្រទេសមានស្ដាច់ប៉ុន្តែពេលមកដល់ស្រុកខ្មែរមកដល់សំទោសមកដល់ចិនគាត់រំលាយស្ដាច់អញ្ចឹងគាត់បង្កើតសាធារណរដ្ឋប៉ុន្តែប្រទេសនិស្សិតយើងខ្លះទៅរៀនប្រទេសអត់ស្ដាច់តែមកវិញប្រទេសមានស្ដាច់អញ្ចឹងត្រូវសម្របកន្លែងហ្នឹងតែខ្ញុំចង់និយាយមែនលោកទៅរៀនប្រទេសអឺរ៉ុបប្រទេសអាមេរិកប្រទេសណាក៏ដោយប្រទេសលោកខាងលិចតែមកកម្ពុជាវិញកម្ពុជាខុសពីប្រទេសទាំងអស់នោះកម្ពុជាទៅតែមានរាជានិយមមានតំណែងតំណសិទ្ធជាមួយទីក្រុងប៉េកាំង
đôi chân này chia này vô bái chiều cứ trôi tại mưa à năng sầm nách bà cô na hay sầm nách để chủ từ mưa này vô bái pi đâu mình ai mà đó anh nhầm đích lẹ tắc á được non sọc mặt bàn này từ mưa cái này nè bà mình cho ba xua mình cho group xua tận tận non vô bái cam vô bà cô cứ chân ai sập thay dương đăng ai kia bà cô kia ao dương sọp chân ai tại dương sọp chân tam kia dương lẹ tắc hãy cái sáu kia chăm vô dương chẳng bây giờ là sen máu gặp thì tớiสมัยนู้นจนเจ็ดจันหันรถชัดใจเป็นบีพบลูกรับตังมากัมพูชีเพียจารคือจันมาในตามดองทะเลรับตังปีทางเรือมาละโหดมาดอลไข่กระดาษให้เดินตามดองทะเลจนเจ็ดจันโกนใจจันจังอ่ะเป้แต่กอดมากอดมีนมุกบอโรซีหรืออิจใจหัวจันจะตู้เตอร์มาข้างเยอะก็หรืออิจใจได้còn tay rước ít trai tập pi tầm nó cũng sẽ thấy được nóm giường mình anh ăn thương mại nó bị chặt sai chụp chẳng p đây còn máu hay mà đó p ở bục ăn được tí này đại quạt cha đại quạt thư công xây cho nó luôn quạt rồi xí đầy đào p máu ăn được tin chỉ trai quạt rồi xí là bỏ chùm rồi rắp tặng quạt miếng ca gì nấu nữ ca gì nấu nữ à xây nè chọn chung của kia nè ca gì nấu bỏเราชัดใช่เราบอกขนาดปะกับนั่งที่ไอ้ได้ขมายโชว์ชั่วโมงที่อันนี้ยังเต้ยังเหาคืนยังจังให้บานเมืองสกีประมาณให้คาสิโนเราบอกไทยอย่างออดบัตดิออดแชร์ดิเป็นม็อบบันกำติởในดมอันเซ่บ่อยู่ได้ทราบวิเหมือนบ่วิจังđó là khi mà có rồi suy chụp rồi hai quạt chiên thì dụ rọ mình trai thái ti mũi đại trên này dây bị ra trận này bật tạm dừng cả sai chỉ thạ xin chỉ bụi bung như đấy tại thạ xin ở trên chân này chả sẽ đấy cứ tây tạ này dụ ròm tây con có hai thon tháng rap lục thi này thập đấy thả có chi con chạy chân này và tay bờ phép thiết chủ môi năng an tin có chạy chân trắng chi này dụ ròm tây thay thì mùi hai dương tam đan mơ hay lấy dương tam đan tiền óc này lỗ đau tha trong lúc âm ở du sam pi pon mới bàn tay quạt ắt hai quạt lục luôn ấy quạt pra pra chia mà tệ chân bờ dương này dây ông pi ca là bách là dương ông pi thà priêu khlang bọc kê dương thà thấy móc o to và xét thấy kia dương ta thấy thấu ta lúc ấy chào bàn tay kia thấy chlong cắt pra chia mà tệ bảo chlong cắt pra chia mà tệ miên nay thà rất tha bị bà thấy an tin mình hiên thua đầy luôn ấy đi hai có luôn ấy trong kích trên bị top ca con bao top bảo tôi bây giờ luôn chưa mà nuôi bảo sai grab thay bằng cung đó vào ba tia rồi bảo phải chào nay bảo tê thầy lang giang na này không chụp đom này dụ rom đây tụi con khơi ăn tin còn rút đầu vào ba tia lang hay là biết của rút sai thầy này dừng mơ tới và what cứ sớm máy luôn si giờ bắt đầy bảo ăn chốt được group ấy thay vô tới chăng ạ chân mình chân những con ta để dây thà nhưng mình hiện thà quạt miền tầm nô tờ rồi chân đi con tay dùng vô bao bị phiệt chẳng thu một sang này vô bái bị phiệt tăng trả sài hay đằng chân không crop khang sẽ cái cứ chân cục cầu ngay dừng khơi trả sài bởi con chạy chân này chân có tha xong thơ bỏ chia mà tệ tu ta thơ bỏ chia mà tệ thơ sai ba đấy bởi con căn rọt thà bị ba ta buôn khai chân bởi dương viên sụp bởi dương kích đây sẽ cả nếu này không chọn vậy miền này tha an tín mình hiên bỏ hơn đã không ai đi lấy mưa lại này an để dụ lục sấy để dụ rom tây được an để dụ rom tây sẽ mê top xem máu viết bỏ hơn viết sát ta thưa cho ngay bằng pulse ai đọc anh tới tại chu trai phải đấy à để dụ rom tây sai ta với bỏ chia mà tệ thưa mà tất ba đấy trước đây này đã ao xa là bắt ở Campuchia này tới ấy miền này thà smart đường này đọ thôi mà chấm hiên rồi thi sạp xả bảo tu bây giờ này lọ thì mới cái đây còn này anh tự mới chụp con viết này vô crom hôn rồi bao chụp con nơi bờ tên này bảo mũi con
រោងចក្រនៅកម្ពុជាជប៉ុន SME មកធ្វើជាអីទៅប្រមាណទេអញ្ចឹងត្រូវមើលកន្លែងនេះហើយទី2ត្រូវមើលថាចិនវិនិយោគអារឿងបរិយាកាសនេះសៃយ៉ាបុរីរឿងស្អីទៀតចិនតាចូលឆ្នាំនៅស្រុកថៃបើជាចូលឆ្នាំចិននៅស្រុកចានិយាយពីចិនតែណាព្រាតរាប់តាំងសមាជិកសភាព្រឹទ្ធសភារបស់ថៃក៏មានអាសានចិនហើយមកដល់ពេលនេះតើចិនយ៉ាងម៉េចយើងកុំមើលឃើញចិនធ្វើសមយុទ្ធរឿងបញ្ហាយន្តហោះគ្រឹះប៉ែនរបស់ដានម៉ាសុយអែតជាមួយរបស់ថៃទិញមកណាកុំថាចិននៅនោះអត់មានមកខ្មែរចឹងថៃគេមើលអាហ្នឹងដែរវិនិយោគគេមិនធ្វើឲ្យខាត់មានជាភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចនយោបាយវាអញ្ចឹងបើយើងវិភាគថាថៃមកវាខ្លាំងយើងមើលមកតែយើងនឹងវាអត់តែពាក្យថាប្រើប្រជាមតិខ្ញុំមិនមែនអ្នកច្បាប់តលោកគ្រូខ្ញុំឬក៏មេធាវីគាត់ទៅយល់តែធ្វើប្រជាមតិធ្វើមួយអាទិត្យបានទេអញ្ចឹងអ្នកឯងដាក់អាសានវត្តអ្នកឯងធ្វើជាដាក់គម្រាមកម្ពុជាទៅរួចអានេះចំណុចមួយអាហ្នឹងខ្ញុំមិននិយាយថាយ៉ាងម៉េចទេពីព្រោះសៀមនៅប្រើនយោបាយពិតដូចមិនពិតមិនពិតដូចពិតប៉ុន្តែយើងតាមមើលទាំងអស់ស្អែកថ្ងៃ10រឿងអីអ្នកឯងស្រែកថាធ្វើប្រជាមតិតើធ្វើប្រជាមតិហ្នឹងគឺយ៉ាងម៉េចទី2គេថាមិនរាប់រទេប្រទេសណាអីមិនខ្ជិលបើកជាមួយកម្ពុជាតែខ្ញុំក៏និយាយមិញថាអនុទានគាត់ជាកូនចៅចិនហើយចេះភាសាចិនហើយសប្តាហ៍ថ្ងៃចិនថៃត្រូវការចិនក៏ត្រូវការថៃខ្លះដែរកន្លែងនេះខ្ញុំនិយាយមួយចិនមិនបានបោះបង់ចោលរឿងព្រែកជីកក្រាស់ទេបើទោះបីជាមានអ្នកថាទៅបាយផ្សេងទៀតតើព្រែកក្រាស់នេះគេធ្វើគេឈប់ជីកហើយគេឲ្យជាគេធ្វើផ្លូវទេវិញប៉ុន្តែជានយោបាយជាយុទ្ធសាស្ត្រជាភូមិសាស្ត្រនយោបាយចិនមិនបោះបង់ចោលការជីកព្រែកក្រាស់ទេបើអញ្ចឹងចិនក៏ត្រូវការថៃផ្លូវរស់ស៊ីឯថៃក៏ត្រូវការចិនដែរអញ្ចឹងបើកម្ពុជាជាមិត្តរបស់ចិនថៃត្រូវគិតឡើងវិញវាយកន្លងមកដោយសារគ្រប់ស្ដេចទាំងអស់ឡើងមកទៅតែសាក់ជាមួយប្រទេសក្បែរខាងមិនមែនតែជាមួយកម្ពុជាទេសាក់ជាមួយម៉ាឡេសាក់ជាមួយភូមាសាក់ជាមួយឡាវហើយនឹងសាក់ជាមួយកម្ពុជាតើស្ដេចចំនួននេះនឹងស្ដេចចំនួនមុនស្ដេចចំនួនមុនវាយយើងដល់ណានៃស្ដេចចំនួននេះខ្ញុំនិយាយតែកម្ពុជាចុះវាច្បាស់តើវាយចូលដល់ទេខ្ញុំនិយាយមិញហើយខ្មោចងាប់នៅជីដែរនេះអញ្ចឹងយ៉ាងម៉េចតើស្ដេចជី10ខ្លាំងឬក៏ខ្សោយគិតខ្លួនឯងបន្ទាប់ទៅស្ដេចមុនវាយហើយអា system រាយបលាលោកនេះគឺអ្នកធ្លាប់វាយនៅឆ្នាំ88ជាមួយនៅឡាវគឺការកងទ័ពថៃដឹកនាំដោយឆាវលីតពូជពងកថាថនជុំនេះដឹកនាំដោយឆាវលីតហើយឆាវលីតចេះខ្មែរច្បាស់ណាព្រោះពូជពងកថាថនជុំចឹងដឹកនាំវាយជាមួយនឹងប្រទេសឡាវប្រើសណ្ដាញ់ដូរដូចគ្នាអស់លោកទៅមើលឯកសារទៅឆ្នាំ1988វាយជាមួយនឹងឡាវហើយដែលខាងតបពេលនោះក្រោយមកខាងខ្ញុំភ្លេចឈ្មោះគាត់ឡើងទៅជាចៅហ្វាយក្រុងវៀងច័ន្ទហើយគាត់ឡើងមកជានាយករដ្ឋមន្ត្រីហើយគាត់មកធ្វើជាប្រមុខរដ្ឋហើយគាត់ធ្លាប់ដឹកនាំតបនៅពេលដែលគាត់ជាអគ្គនាយកការតបឡាវសេនាធិការរបស់ឡាវចឹងថៃមកវាយចឹងវាយរាយបលាលុះអីបាននៅចំណុចខ្លះប៉ុន្តែថៃធ្លាប់ធ្វើបែបនេះគឺជាមួយនឹងឡាវហើយប្រើប្រាស់ផែនទីចង្រៃនឹងដូចគ្នា1 លើ 50 ពាន់ដូចគ្នាធ្លាប់វាយជាមួយឡាវអញ្ចឹងបងប្អូនទៅមើលឯកសារនឹងឡើងវិញទៅអញ្ចឹងរូបមន្តនឹងដូចគ្នាបេះបិទមកវាយជាមួយកម្ពុជាមកធ្វើអីជាមួយកម្ពុជាតែកម្ពុជាខុសពីឡាវខ្ញុំមិននិយាយអីជំរឿទេពីព្រោះកន្លែងខ្លះវាទាមទារឲ្យយើងយល់ពីយើងមានរបៀបតើថៃអាចឈ្នះកម្ពុជាទេអានេះដូចខ្ញុំនិយាយមិញថាចាំដល់ទីបញ្ចប់នឹងឃើញអ្វីដែលថៃធ្វើហ្នឹងដូចឡាវបេះបិទនេះបើសហការីខ្ញុំចាក់ទៅខ្ញុំឲ្យចាក់ឯកសារហ្នឹង
នឹងមិនឡើងឲ្យឆៅលិតហើយដែលខាងឡើយយើងឃើញនេះគឺជារឿងរ៉ាវដែលថៃធ្លាប់បានទៅឲ្យថៃសាអាចនិយាយថាវាជាទម្លាប់មួយរបស់ស្ដេចថៃបើមិនបានឡើងមកវាយមួយប្រទេសជាការឈួតអស់ខ្ញុំទៅនិយាយចឹងហ្នឹងធ្វើមិនខ្ញុំនិយាយក្នុងស្រុកឯងខ្ញុំមិនគេទៅថៃទេបើនិយាយក្នុងស្រុកយ៉ាងចឹងមានដឹកនាំខ្ញុំរករឿងអីចឹងទៅឧទាហរណ៍ក្រសួងអីថាខ្ញុំចុះប៉ុន្តែខ្ញុំនិយាយសិនពីវាយយើងដល់ផ្ទះហើយយើងនៅនេះទៀតអាហ្នឹងខ្ញុំឯងបើតែរដ្ឋាភិបាលត្រូវតែស្ងៀមស្ងាត់អាហ្នឹងគោរពគោលការណ៍តែខ្ញុំអ្នកកសែតឆ្លើយតបពួកកសែតវិញកុំឲ្យវាខ្លាចពេកណាខ្ញុំអ្នកកសែតនិយាយខុសធម្មកសែតអញ្ចឹងនៅក្នុងបញ្ហានេះអញ្ចឹងអានទីនក៏គាត់ត្រូវការដែរទីមួយគាត់សម្រោខ្ញុំអត់ថាយ៉ាងម៉េចទេអញ្ចឹងរដ្ឋាភិបាលរបស់ថៃសប្តាហ៍ថ្ងៃគឺវា3ចែកដាច់ពីគ្នាហើយ3នឹងស្ដាប់តែមួយស្ដាច់បាទតបតាមពិតរដ្ឋប្រហារឆ្នាំ1932ដកហូតស្ដាច់ម្ដងហើយបញ្ញាធិពុកប៉ុន្តែក្រោយមកទេសរដ្ឋឋានរដ្ឋទេដែលចេះតែបញ្ចេញមុខស្ដាច់ធ្វើឲ្យស្ដាច់មានអំណាចសពថ្ងៃនេះមានអំណាចផងមានរូបឡើងវិញស្ដាច់ធ្វើចេះតែព្រោះស្ដាច់គិតតែកិច្ចការមនុស្សធម៌ទេប៉ុន្តែអំណាចត្រូវបានគេដកហើយដោយសារយោធាអញ្ចឹងឲ្យផលប្រយោជន៍ត្រូវឲ្យយោធារស់ខ្លះឲ្យយោធាធ្វើអីចឹងទៅដើម្បីពួកយោធានឹងការពារព្រំដែនការពាររាជបល្ល័ង្កឲ្យស្ដាច់អញ្ចឹងឯងធ្វើអីទៅបង្កើតឧទាមពួកម៉ុងពួកស្អីឥឡូវថៃហ្នឹងក៏មានតំណែងតំណងយោធាក៏មានតំណែងតំណងជាមួយនឹងវ៉ាដែរពួកវ៉ានៅកន្លែងនោះរ៉ែរ៉ែកម្រអញ្ចឹងអាមេរិកកាំងអាមេរិកកំពុងតែគិតអញ្ចឹងមិនមែនរឿងប្រជាធិបតេយ្យនៅភូមិមានណារឿងអាណាបានរ៉ែច្រើនជាងអាណាបានប្រយោជន៍ច្រើនជាងអានេះគឺចង់និយាយគឺយើងអញ្ចឹងបើយើងមើលយើងហាក់ដូចថាចាញ់ព្រៀបកាញ់អីគេខ្លាចគេអត់ទេណាអានេះយើងត្រូវមើលកន្លែងព្រោះនយោបាយការទូតយើងបានឃើញទាំងអស់គ្នាហើយមិនចាំខ្ញុំថាទេក៏ប៉ុន្តែយើងឃើញថាអាកំបាំងអញ្ចឹងអនុទីនជាចៅចិនជានាយករដ្ឋមន្ត្រីទី1ចេះចិនច្រើនជាងគេអូស៊ីគ្រប់មុខព្រោះកូនចៅចិនគឺអញ្ចឹងណាអេតចាយមែនប៉ុន្តែអេតចាយយូធ្វើស្ត្រីអេតចាយយូធ្វើនាយករដ្ឋមន្ត្រីដឹកនាំពួកតៃដឹកនាំពួកអីពួកថៃចម្រុះនេះឃើញមកអញ្ចឹងថៃស្ដាប់សេដ្ឋកិច្ចអញ្ចឹងទោះបីយ៉ាងម៉េចក៏ដោយនយោបាយថៃមិនហេតុរាជានេះខ្ញុំលើកទូអង្គនៅអាស៊ីមានចិនពិតមែនហើយតែហើយអាមេរិកថៃជាសម្ព័ន្ធមិត្តជាមួយអាមេរិកព្រោះក្រោយពីអង់គ្លេសអីយ៉ាងទៅគេដាក់ការពារមកប៉ុន្តែចិនប្រកាន់នយោបាយមួយ BRI គឺនយោបាយសម្រួមរ៉ូស៊ីអញ្ចឹងក្នុងចំណុចអស់នេះថៃក៏ត្រូវគិតហើយផែនការរបស់ចិនមិនបោះបង់ចោលការជីកព្រៃក្រាទេអញ្ចឹងទោះបីជាខំទប់យ៉ាងម៉េចក៏អត់ទប់ចិនបានដែរចិនក៏ត្រូវការថៃឯថៃក៏ត្រូវការចិនបើត្រូវការចិនដូចគ្នាឯងធំឯងរស់ស៊ីមានបានហើយអត់ត្រូវមកវាយខ្មែរទេខ្មែរជាមិត្តរបស់អញយូរហើយពេលដែលឯងនៅជាមួយអាមេរិកខ្មែរនៅជាមួយអញពេលដែលប្រជាជនខ្មែរជាបកគោណាស្ដេចក្រហមស្ដេចអត់បល្ល័ង្កស្ដេចអត់នគរបកគោណានៅជាមួយចិនដូច្នេះចាំកន្លែងនេះមនុស្សកំសត់កំរមនុស្សចាស់តែជួយគ្នាតាំងពីទីតលក៏ហើយបកគោណាយើងបបីដាយើងនៅជាមួយចិនពីណាប្រេក្នុងមួយបច្ចុប្បន្នរបស់ព្រះអង្គជាមួយចិនជាមិត្តអស្ចារ្យណាស់បន្សល់ទុកឲ្យយើងដូច្នេះខ្ញុំហ៊ាននិយាយដាច់ណាត់ចិនមិនបោះបង់ចោលកម្ពុជាទេឥឡូវនេះលួងបបីដាព្រះអង្គបកគោណាយើងសពថ្ងៃឥឡូវនេះយើងមើលសម្ដេចរឿងអីដែលយើងត្រូវអស់សង្ឃឹមរឿងអីដែលយើងមិនត្រូវជឿហើយកុំយកឱកាសហ្នឹងអាពួកអាចង្រៃទៅបង្កើតរដ្ឋាភិបាលប្រដៅទៅថៃបង្កើតសៀមទេហើយក៏យើងមិនអនុញ្ញាតដែរគ្មានការប្ររូបនេះអ្នកឯងប្រើទិសដីមួយថាពេលនេះខ្មែរប្ររូបសូម្បីតែមានសវណ្ណរាយគាត់ពួកម៉ាក់ខ្ញុំបណ្ដៃបាក់ខ្ញុំវាអ្នកកសែតទេគាត់ថាឱកាសខ្មែររួបរวมបើខ្មែររួបរวมដោយមិនលាក់កបិតបើខ្មែររួបរวมដោយសុចរិតជាង
đang vì ấy thế nhưng đang buồn là vô bay miên bay đâu đi nhưng lúc tí ho mới nãy tiêm tí ở đó lên cho bập cho cái này đang máu viên mình chẳng mới tao ruộng kia từ dạng mày Campuchia mà đó này mình đa chút ẩn tiện vậy để thôi miền đôi nơi Nepal vậy để đôi nơi Bangladesh vậy để đôi nơi Philippines vậy để đôi nơi Indonesia nâng bờ tây Sri Lanka đây bắt vì sao nơi Sri Lanka mới bằng hai chân cục quán này cái ai lôi mà sang cặp bông phai mình men cái ai lôi này vô mà chạy cái này đi tại Campuchia việc copy Sri Lanka Campuchia trời ca co sang bờ tây mình men mau thưa tia sầm nát hôn sai đi chụp ma co sang sọc bảo sao tại sầm nát đa tu này sầm khăn đấy bạn côn sầm nát lang chiên là dụ ròn trời này kết mưa cái lại nâng ơi nhưng không hiền vậy nhá này mưa Nepal chấp tăng bị cuộn ngân này ca khó lai mau rủng lông sạch ta mê đang nom Nepal mê đang nom Nepal bốc lui chứ tao hiền là gì lôi mà co sang mà tới thưa plei này anh vô lôi mà thưa tia bài này anh tao ấy con tay nơi Campuchia việc khó lại đi chứ mà không trong bị chạy lại chứ nhóm tới đây này dưới ở lưới hay thì dưới ở cho ba môi sợ cốt ở luôn tôi bay tại Phnom Penh nhé tôi nhá liên mau lịch liên mau stia chân chụp con cái chuối hai ba chụp con cái chuối hay dư mình ca dương bốc ở lôi chai lôi chụp con và hai mình men cầm rong chai ca đo thì phải ăn thì của môi và con luôn đi khi ông ta mơ ra áp bị ba rong khăn khi ông thọp thưa ca cho môi cốt à từ mưa luôn nó tôi câu đấy dằm ngày nào nhom mưa qua nhom dê sao cất từ đất nó không ca cay ban từ tôi lưng kia vì khăn vì không có một thơ chụp con gì không thơ bà xin gì chứ mình ca chụp con kia mình chụp này lôi thế chẳng việc khó đi lại nữa chụp con phục ở lối mấy ban chẳng này anh ta Campuchia đôi Nepal đấy Campuchia đôi Sri Lanka đấy anh chạm vùng đó lớn này anh hiền vậy nơi phía đây và thiên này tập đây trầm ban qua Campuchia ban vô hay là nước về chân Campuchia và lo tới này anh tập hút kê không ai đâu chứ không ai đâu cho sầm nai hôn sai thơm mới ra sầm nai hôn sai nó xảy đó là phía kia vô đây bậc không ai mình ca đấy bậc sầm nai để cho tập đấy mình ca mình mới làm đi căng từ bẹp Thái với buổi dương đơn thả mới căng cư chia rồi bỏ Thái trong này dây mũi Thái từ dây chùm làm đấy tại sầm rắp đây sau khoai môn này dây chùm làm đấy chụp con nè mưa ca có tới riêng ấy cái lo tới là mom làm đi căng bộ cô lo chụp con chẳng nghĩ ca tới mạnh chứ chẳng bảo dương sắc xa sao chứ hay bảo dương mưa không đây nè chụp con khom nè làm bây xí từ cây đó bao luôn bố chụp con không phẳng làm bây bị cháu bao kia làm bây xí từ cây trâu bố chụp con của bông thế chẳng chụp con tới bộ cô bùi chân chẳng chụp con bùi chân chụp con tới thơ pe chẳng thay chẳng rái từ chi chụp con ấy từ chi thằng nào cắt ấy từ chi chụp con nạp đôi làm là Campuchia cầm đó ban đó chẳng nơi không chụp nội đi chụp xôm oi chân rung chết dương người chẳng thay bảo thay trời ca chân play họ sẽ bị viên phân mơ mau chẳng chân có thời ca thay là mấy chị pre ấy phê nhé còn ở trong chị pre kinh chân keng và ban đong ấy lướt cầm lướt cho tại chân mình bỏ bong cho gai chị đi bởi chân phân nên từ bên giờ máu chẳng chân mình ơi miễn a sẽ thê biết nơi đồng bón đi nếu không đồng bón đi chẳng nông cái này đi tôi bây giờ mày có khi em để tam là biết phu mà sao hay tam ca về phía có chân có thấy mình hiên và hơn đã không ai đây anh ấy cả ta là vô bài bao dương hay bao dương đã trơi bằng kia chui với cá hay bởi dương mình cá chẳng chân chẳng làm đấy mà có chui dương mình cá đây phần tay đời sai dương ban đã trơi bán kia ra bài thử anh chui chẳng nơi không rương đó mình men miên tam rít mũi thì anh rít có tổ tu làm nào bị Japan này anh đang trơi hiên là gì bộ dương thưa cái sao dương bữa đâu còn ai vót từ miền chân ba này chẳng thấy có thời ca chân chẳng thấy có chụp hơn này chụp hơn là không ai thì nhom hiên là gì chăng
បើខ្មែរមុនអ្នកឯងវាយយើងដល់លង្វែកដល់លង្វែកតែឥឡូវបើអ្នកឯងវាយមិនដល់ទាំងឆ្លងផុតស្អីប៉ុណ្ណឹងផងរឿងអីខ្ញុំខ្លាចនិយាយខ្ញុំគ្មានតែខ្លាចណាខ្ញុំគ្មានជំរាបថៃខ្ញុំមិនមែនមន្ត្រីរដ្ឋាភិបាលទេបើមន្ត្រីរដ្ឋាភិបាលនិយាយមិនបានទេហើយគេមិនឲ្យនិយាយទេវាខុសតែខ្ញុំមិនមែនមន្ត្រីរដ្ឋាភិបាលទេខ្ញុំជាអ្នកកសែតត្រូវការពីរដ្ឋាភិបាលហើយខ្ញុំទៅហើយខ្ញុំគ្មានខ្លាចវាយណែអីទេស្អីមកជាមេដឹកនាំខ្ញុំមកត្រឡប់ប្រជាជនអីខ្ញុំមកហៅអីណែស្អីឲ្យសាក់ខ្ញុំហើយណែស្អីចិញ្ចឹមខ្ញុំប្រទេសខ្ញុំតាណែកំពុងតែអនុវត្តប្រឡ័យពូជសាសន៍លើកទី2ជាមួយកម្ពុជា9 ម្ដងហើយឥឡូវមកទៀតហើយខ្ញុំមិនខ្លាចទេព្រោះស្ដេចអ្នកឯងមួយមកឡើងមកសិតតែវាយមួយខ្មែរប៉ុន្តែអន់បំផុតអ្នកឯងមានគ្រឿងសព្វាវុធឥឡូវវាទំនើបហើយកាលដែលសម័យថៃវាយបៃល្វិចក៏មិនមែនប្រើត្រឹមធ្នូដែរទេអ្នកឯងប្រើទិញអាវុធពីហូឡង់មកដែរសម័យនោះទំនើបក្នុងសម័យនោះអ្នកឯងទំនើបយូរហើយប្រហែល100 ឆ្នាំមកទៀតក៏អ្នកឯងរឹតតែទំនើបទៀតអ្នកឯងវាយទំនើបកាន់តែខ្លាំងអ្នកឯងវាយយើងអត់បីនគរអត់នេះអានេះខ្ញុំសូមឲ្យអ្នកស្ដាប់អ្នកពិចារណាទៅវិញបើវាខ្លាំងវាវាយមួយអាទិត្យដល់ពេញហើយដល់វាងចាក់ទៅមកបកូនណាយើងត្រូវត្រឡប់ពីពេកាំងមកវិញសញ្ញេដោយសម័យលួងនរោត្តមសញ្ញេសួយសាកតែឥឡូវមានណាបកូនណាស្ដេចគង់ប្រថាប់នៅប្រទេសចិនអញ្ចឹងត្រូវមើលកន្លែងហ្នឹងតើថៃហ៊ានបើហើនទៀតទេបកូនណាយើងកំពុងគង់នៅណាដោយសារតែយើងខ្សោយក្រោយសម័យអង្គរហ្នឹងហើយបានយើងរមិត្តភ័ក្រមហាអំណាចដើម្បីជួយការពារយើងចឹងសូមឲ្យជនរួមជាតិទាំងអស់មើលអាកន្លែងហ្នឹងហើយយើងត្រូវហ៊ាននិយាយត្រូវហ៊ានបញ្យល់ខ្ញុំបញ្យល់ចឹងតំណែងខុសសុំទោសស្រេចឲ្យទទួលបណ្ដៅមកមិនបាននិយាយប្រជាជនយើងពួកគេវាយតែពីក្រៅមកសិតតែចេះចោះអត់ទេអាហ្នឹងត្រូវមើលចឹងហើយចំណុចមួយទៀតអញ្ចឹងយើងឃើញថាចំណុចនេះចិនអត់ធៀបឥឡូវខ្ញុំកន្លងហើយខ្ញុំតែដេកនៅវាលវែងខ្ញុំតែដេកនៅសន្តាគារហ្នឹងបោះអង្គញាត្រីភិបប៉ុន្តែមិនមែនត្រីភិបអ្នកធ្វើអ្នកកាន់កាប់ទេគាត់ជួលឲ្យចិនខ្ញុំបានរកឃើញថាអ្នកអញផ្លោមកនេះអ្នកអញផ្លោមកកន្លែងក្នុងកន្លែងវាលទេវាលទីខ្ពស់ទេគ្រាប់ស្អុយវ៉ានគ្រាប់ទៀតប៉ុន្តែកន្លែងដែលកាស៊ីណូកន្លែងដែលចិនកំពុងវិនិយោគអ្នកអត់ហ៊ានប៉ះទេអ្នកឯងប៉ះចិនស្មើអ្នកឯង3ក្បាលចិនអ្នកហ៊ានទេប្រទេសអ្នកឯងជឿលឿប៉ុណ្ណឹងដែរប៉ុន្តែបើពៀទានជាមួយចិនអ្នកហ៊ាន3ក្បាលចិនទេហើយមកដល់ម៉ោងនេះតើមានឃើញអ្នកនាំពាក្យចិនក្រសួងការបរទេសចិននិងឯកអគ្គរដ្ឋទូតចិនទេចេញលិខិតបង្រាមកុំឲ្យប្រជាជនចិនទៅចេះទៅចោលអត់មានទេបើអញ្ចឹងទេកន្លែងនេះកន្លែងណាចិនមានការវិនិយោគថៃអត់ហ៊ានបើហើនទេអញ្ចឹងបានយើងគ្រប់គ្រងសម្ដេចតេជោធិបតីយើងលោកមានទស្សនវិជ្ជាខ្ពស់ចែកទៅពីបោះបង្គោលព្រំដែនសង់កាស៊ីណូឲ្យគេមកចោទយើងថាសង់កាស៊ីណូ scam ស្អីរឿងផលប្រយោជន៍វាទាំងអស់រឿងយើងវាបានបកគោលចឹងឥឡូវឲ្យមកបាច់មកឥឡូវមកវាយអស់ពីគម្រាមឥឡូវថារកស៊ីចូលគ្នាអានឹងសួរថៃខ្លាំងឯអ្នកឯងសឡុតយើងបានទៀតអត់ពីគម្រាមបាញ់ហើយខ្ញុំទៅដេកបើឲ្យបាញ់មកអញងាប់អីប៉ុន្តែឲ្យបាញ់ឯងស្មើតែឲ្យវាយក្បាលចិនអានឹងយើងឃើញអញ្ចឹងនយោបាយកាស៊ីណូតាមព្រំដែនការអភិវឌ្ឍតាមព្រំដែនទុកបីពីណាប្រទេសចិត្តខាប្រទេសអូមកដល់ថៃហ្នឹងចឹងហើយឬក៏ចិនក៏ដោយឬក៏អ្នកណាក៏ដោយអត់ហ៊ានវាយប៉ុន្តែនៅតាមព្រំដែនខ្ញុំជឿថាមានតែចិត្តអាចតែបែកគ្នាសំឡងរបស់ថៃឥឡូវនេះឆ្លោះថៃគ្នាឯងឆ្លោះប្រជែងនេះប៉ុន្តែអ្នកឯងមិនហ៊ានមកផ្លាញទ្រព្យសម្បត្តិថៃរបស់អ្នកឯងនៅតាមព្រំដែនទេកាស៊ីណូសឹងតែកន្លែងសវត្ថិភាពព្រោះតែលឺគ្រាប់ខ្លាំងទេដែលអ្នកបាញ់មកគ្រាប់ចូលចិត្តជុកកគីអ្នកបាញ់គម្រាម 3M ក៏មិនឡើងនេះប៉ុន្តែបើអ្នកចង់បាញ់កំតិចមិនកំតិចទៅអានឹងកំតិចបើពូទីនបើអានូទីនវាមានអានូទីនវាមានថាស៊ីនព្រោះគ្នារឿងស្អីមកធ្វើឲ្យឯងអាងតែឯងខ្សោយព្រោះគ្នាមកចឹងតែអត់ទេណាពេលនេះទៅអត់ខ្សោយអត់បើហើនេះទេខ្ញុំនិយាយភាសាហ្នឹង
Chẳng khi ông chưa tha bà bắn nắng ta thay nhang mấy chết ảnh nắng dương mưa trong mưa luôn thằng ọc này vận tay bờ thay bà ca sân khuyên cho mùi chân nắng ok đấy bờ ta thay tơi ca chân chân chỉ bong thông chân chỉ mà hai môi nơi à gì chân mình phơ đôi chụp pon đi p đây chụp pon p đây cho nonเป็นadrit mấy chị p đây có bao American bốc châu của vùng phải tộc show chụp pon áp bị vác luôn bàn tay chụp pon đa thơ pha si vay sân khuyên nơi à gì bàn tay chân ở trên này p đây chân tơi chiêm hai nay chân tơi ca co răng mất lấy chạ sau đấy nhá ta chân biên vô của bay mà từ lẽ dọc mai đi mình đôi chừng kia muốn chụp con từ lẽ có bay dọc mai lẽ mau bảo ăn ăn mới tới xa cái đá xa ấy còn tay chân mình dân từ lẽ có bay đi ti một chân ca pia tập tay ti pi chân áp bị vuốt và liên nhân ho nó công đại nhà to tụng xe lá không ấy step lời tao óนี่việc học này chân rung chiếtนี่chia sẻ mất thì phò rồi bao dương đặc học này bà cô na bà bay đa chuyện nét đấng non dương chầm non luôn bà so tụng màu dương sầm nách đây chú bà so tụng màu dương dương từ mô tận nạp tiếpนี่chia sẻ mất thì phò rồi bao dương hai đây từ dương hai chân ở chui dương hồng hiên này dễ chứ chân bàn đào tôi việc con ta mũi chanh mốc đấy cọp sai dương tay bàn tay coi hay bà trẻ chứ ba sầm nách một đâm trong ti đôi sam nhà sát và thiên bất sập hia lục thay chỉ môi tụ chân hay tụ chân chạm với nây cục cỏ này đầu chân này ca đại bị chia chun đắp tam rót thà bị bà cứ dương từ tua dương đó bỏ mi bịch hỏi ca đại từ rót thà bị bà đại sầm nách đại chu thập đầy ót một đôi tầng ẩm rật priệp ban tại dương đằng trên ấy np cả một hỏi nhom chưa thả ấy không chưa đây hay nừng mình bảo hơn này xạ pi đo ngay xạ được không có chạy cao và câu na xây hạm đi xạ được không sầm may cả đầy chủ tập ở đây đầy sầm đại đầy chu muối lợi mà đó sầm đại đầy chu tập đầy xạ tới hai nó trong cõi vô có bao mà tận lệ tổng vơ bọn ấy nó bị ạ mà nu thua ro pi in vậy bán chân bàn việc phốt về tới với việc hồ ni số yên chân trong chạy lại chân bị chia chân đường bờ nụ pin cất rô bị thi dần ho lại phối đôi dùm này tha công phải sang pi pon ấy ta nó lại đàm tỏ lại phu bị hồ bạo tại lẽ cho bình lấy đi chứ hay vay kia mình to nó thấy chồng anh đang bên ấy vay anh bên anh đang thưa ấy anh sằng cream ca tu hay nâng à vốt bao sằng cream ca tu đa không anh lý bật tê tại bao sằng cream này anh vay thầm bay tới thầm tận na tận ấy chùm nước ti ho tại sằng cream ca tu đa không lý bật tê tận năng hay đại sầm nách đại chu lục dốc lục tạ giờ con mà thơ rót mình đây ca bò tê với nữa ấy hướng nè đừng nom dương bên tâm kích tôi vay tiền ngay nữa nè đừng kích tăng vì na vì đây mau mấy cái hai ta giúp ta sao hay ca và tê chết chân vô lục tạ giờ con máu bên vô lục sẽ mấy ai lục đã làm o ca tu đã chứ nó tôi thưa nó ca tu nó đấy chúng nói chứ hay miền tập pi lơ bị phục lô và tê chân này và tê Campuchia từ hơi màu vĩnh hơi Campuchia miền pi nè bong xuân chân thôi ở chân đang phải chi nó bắt được cái pi xem đấy từng pi xua bong xuân chân thôi